យើងបន្តចូលដល់វីដេអូទី2របស់យើងអូនតាក់ទងមួយការកត់ត្រាប្រតិបត្តិការអាជីវកម្មសម្រាប់ក្រុមហ៊ុនតារាជាប្រភេទក្រុមហ៊ុនដឹកជញ្ជូនអញ្ចឹងយើងចាប់ផ្ដើមអាជីវកម្មរបស់យើងមាន2ខែខែ10និងខែ11មាន transaction ចំនួន2ខែបាទមុននឹងកត់ត្រាអូនត្រូវអានប្រតិបត្តិការដូចគ្នានៅថ្ងៃទី1ខែ10ឆ្នាំ2025លោកតារាបានដាក់ដើមទុនវិនិយោគជាសាច់ប្រាក់ចំនួន400,000នៅក្នុងអាជីវកម្មរបស់គាត់ចឹងអូនធ្លាប់រៀនធ្លាប់វិភាគប្រតិបត្តិការអាជីវកម្មដើម្បីវិភាគប្រតិបត្តិការអាជីវកម្មបានទី1ត្រូវអានប្រតិបត្តិការទី2ក្រោយពីអូនឃើញប្រតិបត្តិការអូនចាប់ផ្ដើមវិភាគនៅក្នុងប្រតិបត្តិការនីមួយៗតើនៅក្នុងមួយប្រតិបត្តិការវាមានគណនីអីកើតមានឡើងខ្លះហើយក្នុងមួយប្រតិបត្តិការរបស់យើងដូចធ្លាប់រៀនណាគឺដាច់ខាតត្រូវតែកើតមាននៅគណនីយ៉ាងតិចចំនួន2ចឹងទី1ម្ចាស់ដើមទុនវិនិយោគវាកើតមានគណនីមួយឈ្មោះថាដើមទុនឬក៏មូលធនដែលគេឲ្យឈ្មោះថា capital ហ្នឹងដល់ទី2ម្ចាស់គាត់វិនិយោគជាសាច់ប្រាក់ចំនួន400,000ធ្វើឲ្យកើតមានគណនីមួយទៀតឈ្មោះថា cash របស់យើងនឹងបាទអញ្ចឹងចំពោះលំហាត់អនុវត្តមុខវិជ្ជាគណនេយ្យកុំព្យូទ័ររបស់យើងនេះគេឲ្យអូនប្រើប្រាស់ tool នៅក្នុងការកត់ត្រាអញ្ចឹងឲ្យតែតាក់ទងជាមួយនឹងសកម្មភាពឬក៏អានទៅយើងឃើញឲ្យតែតាក់ទងមួយសកម្មភាពម្ចាស់អាជីវកម្មគាត់បានដាក់ដើមទុនវិនិយោគនៅក្នុងលក្ខខណ្ឌរបស់យើងគឺយើងប្រើប្រាស់ tool មួយឈ្មោះថា banking អូនចូល banking ហើយជ្រើសរើសពាក្យថា make deposit អញ្ចឹង banking make deposit គេប្រើប្រាស់នៅក្នុងលក្ខខណ្ឌម្ចាស់អាជីវកម្មគាត់បានបង្កើតអាជីវកម្មហើយគាត់ដាក់ដើមទុនវិនិយោគក្នុងលក្ខខណ្ឌដែលយើងរៀនមាន2លក្ខខណ្ឌលក្ខខណ្ឌទី1គាត់វិនិយោគត្រឹមតែជាសាច់ប្រាក់លក្ខខណ្ឌទី2គឺគាត់វិនិយោគលើសពីសាច់ប្រាក់អាចជាមានជាទ្រព្យសម្បត្តិផ្សេងៗនៅក្នុងដំណើរការអាជីវកម្មរបស់គាត់នឹងបាទណាលោកគ្រូដាក់ថ្ងៃខែអីតាមហ្នឹងមកយើង format តាមម៉ាស៊ីនរៀងៗខ្លួនហើយកន្លែងនេះឧទាហរណ៍ថាអាជីវកម្មរបស់គាត់ឈ្មោះអីឈ្មោះតារាអូនបំពេញក៏បានមិនក៏បានប៉ុន្តែកន្លែងនេះអូនត្រូវបំពេញណា owner capital យើងមកជាមូលធនដើមទុនដែលគាត់វិនិយោគចំនួនទឹកប្រាក់400,000បាទអញ្ចឹងជាក់ស្ដែងនៅក្នុង transaction ឬក៏ប្រតិបត្តិការអាជីវកម្មរបស់យើងដោយសារតែម្ចាស់វិនិយោគត្រឹមតែជាសាច់ប្រាក់សុទ្ធនៅក្នុងប្រតិបត្តិការរបស់យើងគឺមានតែប៉ុណ្្នឹងទេដែលលោកគ្រូបានបំពេញនៅពេលដែលអូន sell close អញ្ចឹងទៅលោកគ្រូ open journal ឲ្យអូនមើលតាក់ទងមួយការកត់ត្រាប្រតិបត្តិការអាជីវកម្មដូចយើងបានវិភាគនៅក្នុងមួយប្រតិបត្តិការដាច់ខាតត្រូវតែកើតមាននៅគណនីយ៉ាងតិចចំនួន2បាទអញ្ចឹងអូនឃើញតាក់ទងមួយការកត់ត្រាដោយលោកគ្រូបានបង្ហាញទី1គាត់ម្ចាស់អាជីវកម្មគាត់បានដាក់ដើមទុនវិនិយោគជាសាច់ប្រាក់សុទ្ធវាកើតមានគណនីមួយឈ្មោះថា cash ឬក៏ cash on hand របស់យើងហ្នឹងអញ្ចឹងចំនួនទឹកប្រាក់400,000នៅខាង debit ដល់ទី2ម្ចាស់ដាក់ដើមទុនវិនិយោគគាត់ធ្វើឲ្យកើតមានគណនីមួយឈ្មោះថាដើមទុនឬក៏មូលធនហើយវាកើនខាងណាថយខាងណាហ្នឹងអូនច្បាស់អស់គ្រប់គ្នាហើយបាទចូលដល់ប្រតិបត្តិការយើងបន្តទៀតក៏នៅថ្ងៃទី1ដូចគ្នាក្រុមហ៊ុនបានទិញកុំព្យូទ័រមួយគ្រឿងដែលមានតម្លៃ$4,000ពីក្រុមហ៊ុន PTC Computer ទូទាត់ជាសាច់ប្រាក់សុទ្ធចឹងនៅពេលដែលតាក់ទងមួយក្រុមហ៊ុនយើងទិញទំនិញឬក៏សេវាកម្មពីអ្នកផ្គត់ផ្គង់ដោយទូទាត់ជាទឹកប្រាក់ឲ្យគេភ្លាមឲ្យគ្រប់ចំនួនណា tool ទី2ដែលអូនត្រូវជួបនេះគេឲ្យឈ្មោះថា banking rate check គេប្រើប្រាស់នៅក្នុងលក្ខខណ្ឌនៅពេលដែលក្រុមហ៊ុនយើងទិញទំនិញឬក៏សេវាកម្មពីអ្នកផ្គត់ផ្គង់ដោយទូទាត់ជាទឹកប្រាក់ឲ្យគេភ្លាមឲ្យគ្រប់ចំនួនយើងទិញយើងបង់លុយឲ្យគេអត់មានចម្ពាក់គេទេភ្លាមឲ្យគ្រប់ចំនួនទៀតបានយើងចូលប្រើប្រាស់ banking rate check របស់យើងនឹងអញ្ចឹងគេបញ្ជាក់នៅក្នុង transaction របស់យើងគឺក្រុមហ៊ុនយើងទិញដោយទូទាត់ជាសាច់ប្រាក់ដែលយើងជាទូទៅមិញយើង deposit to cash on hand ចឹងអូនដាក់ cash on hand មកនេះជាដើមទុនដែលយើងវិនិយោគដំបូងហើយយើងអត់មានទាន់បានដកសាច់ប្រាក់ទៅណាទេវានឹងសូជា ending balance របស់យើងបាទតែបើករណីមួយទៀតអូនលោកគ្រូបង្ហាញអូនទៅហើយករណីក្រុមហ៊ុនយើងទិញកុំព្យូទ័រហ្នឹងគេបានចេញវិក័យប័ត្រឲ្យយើងអញ្ចឹងកន្លែងនេះកាលណាអូនអត់បានអានទីកន្លែង print letter នេះទេកន្លែងនេះសម្រាប់បំពេញលេខ invoice ឬក៏លេខវិក័យប័ត្រប៉ុន្តែបោះលំហាត់យើងអត់មានទេអញ្ចឹងអូនមិនបាច់សូវាទេថ្ងៃខែក៏នៅដដែលដែរបាទអត់មានអីទៅផ្លាស់ប្ដូរទេហើយការទិញរបស់យើង pay ទៅឲ្យអ្នកផ្គត់ផ្គង់ឈ្មោះថា PTC Computer ហើយទិញទំនិញអីយើងកត់ត្រានឹងមកមុខទំនិញឬក៏សេវាកម្មដែលក្រុមហ៊ុនយើងបានទិញពីអ្នកផ្គត់ផ្គង់ណាកុំព្យូទ័រតម្លៃ$4,000អញ្ចឹងអូនដាក់$4,000ដោយលោកគ្រូបានបង្ហាញនេះណាតែប៉ុណ្្នឹងទៅនៅក្នុងការកត់ត្រារបស់យើងមានតែប៉ុណ្្នឹងហើយលោកគ្រូ share អូនមើលហើយបាទបន្តមកទៀតទៅមើល journal នឹងដូចគ្នាណាអត់មានអីខុសពីការវិភាគរបស់យើងទេទី1អូនទិញកុំព្យូទ័រទទួលបានកុំព្យូទ័រកាលណាយើងទិញមកវាជា asset ជាទ្រព្យសម្បត្តិរបស់យើងធ្វើឲ្យ asset របស់យើងកើនហើយ asset កើនខាង debit ដល់ទី2ទិញនៅក្នុងលក្ខខណ្ឌដកសាច់ប្រាក់ចេញពីក្រុមហ៊ុនយកទៅបង់ឲ្យអ្នកផ្គត់ផ្គង់ធ្វើឲ្យសាច់ប្រាក់នៅក្នុងក្រុមហ៊ុនរបស់យើងគឺវាថយចុះហ្នឹងឃើញទេដូចគ្នាអញ្ចឹង
បាទប្រតិបត្តិការបន្តទៀតចូលដល់ប្រតិបត្តិការទី3ក៏នៅថ្ងៃទី1ដូចគ្នាក្រុមហ៊ុនបានទិញទំនិញពីក្រុមហ៊ុន EL Supply Company ដូចខាងក្រោមទី1បានទិញសម្ភារៈការិយាល័យតម្លៃ$400ទី2បានទិញឧបករណ៍ការិយាល័យតម្លៃ$2000និងទី3បានទិញគ្រឿងសង្ហារឹមតម្លៃ$2500ទូទាត់ជាសាច់ប្រាក់សុទ្ធ cash on hand អញ្ចឹងគេចង់បញ្ជាក់ប្រាប់ដូចគ្នានៅពេលដែលអូនទិញទំនិញនេះមិនមែនទូទាត់តែទំនិញតែមួយមុខក្រោមគេទេការទិញទំនិញទាំង3មុខពី EL Supply ហ្នឹងគឺទូទាត់ជាទឹកប្រាក់ឲ្យគេភ្លាមទៀតណាអញ្ចឹងថ្ងៃខែគ្រូអត់ផ្លាស់ប្ដូរទេ EL Supply អ្នកផ្គត់ផ្គង់របស់យើងហ្នឹងមុខទំនិញក្រុមហ៊ុនដែលបានទិញគឺទិញ3មុខណានៅក្នុងប្រតិបត្តិការមួយហ្នឹងគឺទិញពី EL Supply ហ្នឹង3មុខអញ្ចឹងទី1ទិញ Office Supply ណាអូនកត់ជាមួយគ្នាទេអត់មានបំបីទៅណាទេដោយសារអីសកម្មភាពមួយហ្នឹងគឺកើតមានតែមួយទេបាទ$2000ហើយនឹងទី3ចុងក្រោយរបស់យើងគ្រឿងសង្ហារឹមណាគេឲ្យឈ្មោះថា Feature and Furniture បាទតម្លៃ$2500អញ្ចឹងយើងដាក់វាមកអញ្ចឹងការទិញរបស់យើងវិភាគនៅក្នុងប្រតិបត្តិការរបស់យើងវាមានគណនី4កើតមានឡើងទី1យើងទិញ Office Supply ទទួលបាន Office Supply ទី2ទិញ Office Equipment ទី3ទិញគ្រឿងសង្ហារឹមដល់តែក្នុងលក្ខខណ្ឌមួយទៀតយើងបានអីបង់ឲ្យគេជាសាច់ប្រាក់វាកើតមានគណនីមួយឈ្មោះថា cash ឬក៏ cash on hand របស់យើងអញ្ចឹងសម្រាប់ប្រតិបត្តិការមួយហ្នឹងវាមានគណនីចំនួន4កើតមានឡើងណាលោកគ្រូសែវវាមកបាទបន្តមកទៀតនៅថ្ងៃទី1ដូចគ្នាអញ្ចឹងនៅក្នុងថ្ងៃទី1របស់យើងវាកើតមាន transaction ចំនួន4បាទនេះគេប្រាប់ថាក្រុមហ៊ុនយើងបានទិញត្រាក់រថយន្ត10គ្រឿងក្នុង1គ្រឿងតម្លៃ10,000អញ្ចឹងត្រូវដឹងថាក្នុង1គ្រឿងនោះគេបញ្ជាក់យើង10គ្រឿងក្នុង1គ្រឿងអញ្ចឹង1គ្រឿងតម្លៃ10,000ដល់យើងទិញ10គ្រឿងអស់តម្លៃ100,000ពីក្រុមហ៊ុន Hyundai ក្រុមហ៊ុនបានបង់ជាសាច់ប្រាក់60,000ទៅឲ្យអ្នកផ្គត់ផ្គង់នឹងហើយនៅសល់ប្រមាណទៀតយើងជំពាក់អ្នកផ្គត់ផ្គង់អញ្ចឹងនៅក្នុងនេះគេបញ្ជាក់ប្រាប់អូនដូចគ្នាតាក់ទងជាមួយសកម្មភាពនៅពេលដែលក្រុមហ៊ុនទិញទំនិញឬក៏សេវាកម្មពីអ្នកផ្គត់ផ្គង់ដោយក្រុមហ៊ុនយើងបណ្ដាក់ឬក៏ជំពាក់អ្នកផ្គត់ផ្គង់គឺអូនប្រើប្រាស់ tool មួយឈ្មោះថា vendor កាលណាជំពាក់អ្នកផ្គត់ផ្គង់យើងចូល menu របស់យើងខាងលើហ្នឹង vendor ជ្រើសរើសពាក្យថា interbill ក្នុងលក្ខខណ្ឌក្រុមហ៊ុនទិញទំនិញពីអ្នកផ្គត់ផ្គង់ដោយបណ្ដាក់ឬក៏ជំពាក់ឥឡូវក្រោយពីអានប្រតិបត្តិការគ្រូឲ្យអូនរៀនវិភាគដដែលទី1នៅពេលដែលអូនទិញទំនិញហ្នឹងទិញរថយន្តយើងទទួលបានរថយន្តដល់ទី2ទិញរថយន្តក្នុងលក្ខខណ្ឌបានបង់សាច់ប្រាក់ឲ្យទៅគេ60,000ធ្វើឲ្យសាច់ប្រាក់របស់ក្រុមហ៊ុនថយចុះដល់ទី3ទិញនៅក្នុងអីលក្ខខណ្ឌក្រុមហ៊ុនដោយបណ្ដាក់ឬក៏ជំពាក់ពីអ្នកផ្គត់ផ្គង់អញ្ចឹងវាកើតមានអីគេកាលណាយើងជំពាក់គេកើតមានបំណុលហ្នឹងឈ្មោះអីឈ្មោះថា account payable ហ្នឹងឃើញកាលណាយើងជំពាក់គេអញ្ចឹងទិញរថយន្ត10គ្រឿងក្នុង1គ្រឿងតម្លៃ10,000អញ្ចឹងយើងទិញក្នុង10គ្រឿងនោះអស់100,000ហើយការទិញរបស់យើងនេះក៏ក្រុមហ៊ុនបានទូទាត់ជាសាច់ប្រាក់សុទ្ធឲ្យទៅអ្នកផ្គត់ផ្គង់អស់ចំនួន60,000អញ្ចឹងធ្វើឲ្យសាច់ប្រាក់របស់ក្រុមហ៊ុនយើងថយចុះអស់60,000នេះបាទណា transaction របស់យើងមានតែប៉ុណ្្នឹងបើករណីការជំពាក់របស់យើងមានវិកាយប័ត្រឬក៏អីលេខប្រមាណអូនយោងទៅតាម reference ហ្នឹងមកបាទឥឡូវលោកគ្រូសែវខ្លោះចឹងទៅដើម្បីឲ្យអូនមើល channel ដូចលោកគ្រូបានបង្ហាញនេះនៅពេលដែលអូនកត់ត្រានៅក្នុងនេះយើងអត់មានបានកត់ត្រានៅក្នុងគណនីមួយឈ្មោះថាអី account payable ទេអញ្ចឹងទី1អូនទិញរថយន្តយើងទទួលបានរថយន្តណាឃើញទេដល់ទី2ទិញក្នុងលក្ខខណ្ឌដកសាច់ប្រាក់ចេញពីក្រុមហ៊ុនទៅបង់ឲ្យអ្នកផ្គត់ផ្គង់ចំនួន60,000ធ្វើឲ្យសាច់ប្រាក់របស់យើងថយចុះបាទដល់ទី3 account payable មិញនេះករណីអូនប្រើប្រាស់ tool vendor interbill នេះគឺកម្មវិធីនឹងធ្វើការកត់ត្រានៅ account payable ឲ្យក្រុមហ៊ុនឬក៏ឲ្យយើងដោយស្វ័យប្រវត្តិអញ្ចឹង tool មួយហ្នឹងកាលណាយើងចូលទៅកត់វានឹងធ្វើការកត់ត្រាជា account payable ជាបំណុលដែលក្រុមហ៊ុនយើងជំពាក់អ្នកផ្គត់ផ្គង់មិញលោកគ្រូអត់មានបាន select គណនី account payable អីនៅខាងក្រោម cash របស់យើងទៀតទេបាទហ្នឹងឲ្យច្បាស់បាទថ្ងៃទី2ទទួលបានវិកាយប័ត្រពីការប្រើប្រាស់ការសូឡែន$200ពីក្រុមហ៊ុន Tela Company paid by cash អញ្ចឹងក្រុមហ៊ុនយើងមានន័យថាបានប្រើប្រាស់កាលណាបានប្រើប្រាស់ហើយកើតមានចំណាយទៅលើការប្រើប្រាស់ប្រេងសាំងឬក៏ឥន្ធនៈរបស់យើងនេះគេឲ្យឈ្មោះថាការសូឡែន expense ហើយការប្រើប្រាស់របស់យើងនេះគឺបានទូទាត់ជាសាច់ប្រាក់ទៅឲ្យក្រុមហ៊ុន Tela ភ្លាមទៀតណាកើតមានថ្ងៃទី2នេះលោកគ្រូបដូរថ្ងៃមកខែឆ្នាំអីយើងនៅដដែលបាទអញ្ចឹងតាក់ទងមួយក្រុមហ៊ុនចាក់សាំងឃើញទេចាក់សាំងឬក៏ប្រើប្រាស់ឥន្ធនៈហ្នឹងហើយបានដកសាច់ប្រាក់ចេញពីក្រុមហ៊ុនទៅបង់ឲ្យគេអស់$200ហ្នឹងចំណាយភ្លាមនេះឲ្យលុយគេភ្លាមគ្រប់ចំនួន200អូនចាក់សាំងភ្លាមគេចេញវិកាយប័ត្រឲ្យយើងផ្លែត200ទូទាត់ឲ្យគេភ្លាមដូចគ្នាបាទតមកទៀតថ្ងៃទី3ក្រុមហ៊ុនបានដឹកជញ្ជូនអតិថិជនទៅខេត្តបន្ទាយមានជ័យ customer អញ្ចឹងក្រុមហ៊ុនយើងបានដឹកជញ្ជូនអតិថិជននេះទៅខេត្តបន្ទាយមានជ័យ2រថយន្តមួយរថយន្តទទួលបានទឹកប្រាក់$200 per truck ដែលមានវិកាយប័ត្រលេខ001
ទទួលបានជាទឹកប្រាក់ទាំងអស់អញ្ចឹងគេចង់បញ្ជាក់ប្រាប់បងថានៅពេលដែលក្រុមហ៊ុនយើងបានដឹកជញ្ជូនអតិថិជនទៅដល់ទីតាំងគាត់ឲ្យលុយយើងភ្លាមគ្រប់ចំនួនដឹក2រថយន្តមួយរថយន្ត200អញ្ចឹងចំណូលរបស់យើងសរុបបានបាទគឺ400ហ្នឹងអញ្ចឹង$400ហ្នឹងជាចំណូលរបស់ក្រុមហ៊ុនយើងទទួលបានជាសាច់ប្រាក់ភ្លាមហើយនៅក្នុងករណីក្រុមហ៊ុនបានបំពេញសេវាកម្មឲ្យអតិថិជនហើយអតិថិជនបានទូទាត់ជាទឹកប្រាក់ឲ្យក្រុមហ៊ុនភ្លាមគ្រប់ចំនួនគឺអូនត្រូវប្រើប្រាស់ tool មួយឈ្មោះថា customer inter sale receipt អញ្ចឹង customer inter sale receipt នេះគេប្រើប្រាស់នៅក្នុងលក្ខខណ្ឌក្រុមហ៊ុនបានផ្ដល់សេវាកម្មទៅឲ្យអតិថិជនដោយអតិថិជនទូទាត់ជាទឹកប្រាក់ឲ្យក្រុមហ៊ុនយើងភ្លាមហើយគ្រប់ចំនួនណាអត់មានបណ្ដាក់ឬក៏ជំពាក់ទេបាត់ដំបង customer deposit to cash on hand ដោយសារអីដោយសារតែការផ្ដល់សេវាកម្មរបស់យើងនេះទទួលបានជាសាច់ប្រាក់អញ្ចឹងកុំភ្លេចផ្លាស់ប្ដូរហើយករណីអូនអត់ទាន់មានគណនី deposit to ទេមានន័យថាក្រុមហ៊ុនរបស់យើងនឹងអត់ទាន់បានកំណត់ set up preference ពី step ទី2កន្លែង payment ទេអញ្ចឹងកាលណាបាត់ deposit to ហ្នឹងអូនទៅមើលកន្លែងហ្នឹងណាកំណត់ set up preference ចូលទៅ edit preference របស់យើងកន្លែង payment មកបាទ transportation fee អញ្ចឹងចំណូលឬក៏សេវាកម្មដែលយើងផ្ដល់ទៅឲ្យអតិថិជនហ្នឹងគឺការដឹកជញ្ជូន transportation fee របស់យើង2រថយន្តហើយ rate នេះមានថាតម្លៃក្នុងមួយរថយន្តបាទនេះអូនបំពេញតែប៉ុណ្្នឹងទៅ$400ឃើញវានឹងធ្វើការគណនាឲ្យយើងវាយកបរិមាណគុណដល់តម្លៃ amount នេះអូនអត់មានបំពេញទេ$400ដាក់តែប៉ុណ្្នឹងមកណាយើង confirm yes វាបាទណាទទួលបានលុយអញ្ចឹងយើងមើលនៅ journal នេះទទួលបានលុយធ្វើឲ្យលុយរបស់ក្រុមហ៊ុនឬក៏សាច់ប្រាក់របស់ក្រុមហ៊ុនកើនសាច់ប្រាក់ជាអាសិតកើនខាង debit ដល់ទី2វាជាចំណូលរបស់ក្រុមហ៊ុនចំណូលក៏កើនដូចគ្នាចំណូលជាប្រភេទ revenue ជាប្រភេទចំណូលកាលណាចំណូលយើងកើនគឺកើនខាង credit នេះបាទបន្តមកទៀតថ្ងៃទី6ណាថ្ងៃ3ថ្ងៃ6ក្រុមហ៊ុនបានទូទាត់ចំណាយផ្សេងអញ្ចឹងចំណាយផ្សេងនេះយើងសរសេរកាត់ពាក្យថា MISC expense អស់ទឹកប្រាក់$50អញ្ចឹងចំណាយផ្សេងរបស់យើងនេះក៏ក្នុងលក្ខខណ្ឌក្រុមហ៊ុនបានទូទាត់ជាទឹកប្រាក់ឲ្យអ្នកផ្គត់ផ្គង់ភ្លាមប៉ុន្តែអូនមើលនៅក្នុងហ្នឹងគេអត់មានបញ្ជាក់ថាចំណាយផ្សេងរបស់យើងហ្នឹងទូទាត់ទៅឲ្យអ្នកផ្គត់ផ្គង់ម្នាក់ណាទេកាលណាគេអត់មានបញ្ជាក់អញ្ចឹងអាកន្លែង pay ឲ្យអ្នកណានេះអូនមិនបាច់ដាក់ទេណាចំណាយផ្សេង MISC អញ្ចឹងពាក្យពេញរបស់វាមកពីពាក្យថា miscellaneous $50បាទតែប៉ុណ្្នឹងមកយើង confirm yes វាមកនឹងការកត់ត្រាប្រតិបត្តិការអាជីវកម្មនៅថ្ងៃទី6អញ្ចឹងចប់6យើងចូលដល់ថ្ងៃទី8របស់យើងនេះក្រុមហ៊ុនបានដឹកជញ្ជូនអតិថិជន2ទីតាំងទី1បានដឹកជញ្ជូនអតិថិជនទៅខេត្តសៀមរាបចំនួន2រថយន្ត1រថយន្តទទួលបានទឹកប្រាក់$200ដែលមានវិក័យប័ត្រលេខ002ទី2ក្រុមហ៊ុនបានដឹកជញ្ជូនអតិថិជនទៅខេត្តកំពង់សោមចំនួន5រថយន្ត1រថយន្តទទួលបានទឹកប្រាក់$160ដែលមានវិក័យប័ត្រលេខ003អតិថិជនទូទាត់ជាសាច់ប្រាក់ទាំងអស់អញ្ចឹងនៅពេលដែលអូនដឹកអតិថិជនទាំង2ទីតាំងនេះគេឲ្យលុយយើងទាំងអស់គ្រប់ចំនួនទៀតណាហើយយើងធ្វើម្ដងមួយសម្រាប់លំហាត់របស់យើងនឹងអញ្ចឹងអូនចូលពាក្យថា customer inter sale receipt នេះឲ្យតែក្នុងករណីគេឲ្យលុយយើងភ្លាមគ្រប់ចំនួន deposit to cash លេខវិក័យប័ត្រអីហ្នឹងដូរត្រឹមត្រូវតាមហ្នឹងមកបាទប្រតិបត្តិការកើតមានថ្ងៃ8វិក័យប័ត្រលេខ002 item នេះគឺ transport fee យើងហ្នឹងចំណូលរបស់យើងពីការដឹកជញ្ជូនហ្នឹងបាទបរិមាណ2រថយន្ត1រថយន្តទទួលបានទឹកប្រាក់$200នេះប៉ុណ្្នឹងមកបាទណាបន្តមកទៀតអតិថិជននៅខេត្តកំពង់សោម5រថយន្ត1រថយន្តទទួលបានទឹកប្រាក់ប្រហែលយើងមើលទៅនៅក្នុង transaction របស់យើងក៏គេបានបញ្ជាក់ដែរថ្ងៃខែលេខវិក័យប័ត្រត្រឹមត្រូវលោកគ្រូអត់បានផ្លាស់ប្ដូរទៀតទេបាទ5រថយន្តក្នុង1រថយន្តទទួលបានទឹកប្រាក់$160ណាវានឹងគណនាជាចំនួនទឹកប្រាក់សរុបបងអូនឃើញ$800នេះបាទបន្តមកទៀតថ្ងៃទី9ក្រុមហ៊ុនបានទិញសម្ភារៈការិយាល័យតម្លៃ$300ពីក្រុមហ៊ុន EL Supply Company ដែលមានវិក័យប័ត្រលេខ371ដោយជំពាក់អ្នកផ្គត់ផ្គង់អញ្ចឹងឥឡូវយើងទិញដោយជំពាក់គេម្ដងនេះដល់ក្នុងករណីក្រុមហ៊ុនទិញទំនិញពីអ្នកផ្គត់ផ្គង់ដោយបណ្ដាក់ឬក៏ជំពាក់យើងប្រើ tool មួយឈ្មោះថា vendor interbill ហេតុអីបានប្រើ interbill នៅពេលដែលអូនទិញបណ្ដាក់ឬក៏ជំពាក់មាន2លក្ខខណ្ឌលក្ខខណ្ឌទី1ទិញទំនិញពីគេប្រមាណជំពាក់គេទាំងអស់លក្ខខណ្ឌទី2ទិញដោយជំពាក់ខ្លះឬក៏បានបង់ជាសាច់ប្រាក់ឲ្យគេខ្លះហ្នឹងអញ្ចឹងក៏អូនប្រើ tool នៅក្នុង vendor interbill ដូចគ្នាមាន2លក្ខខណ្ឌរបស់យើងលក្ខខណ្ឌទី1ទិញតម្លៃប្រមាណដូចឧទាហរណ៍ជាក់ស្ដែងរបស់យើងនេះទិញក្នុងលក្ខខណ្ឌដោយជំពាក់គេទាំងអស់$300ជំពាក់គេទាំង$300ហ្នឹងហើយការទិញរបស់យើងទិញតែទិញតែ office supply មួយទេហើយគណនីមិញ default របស់វាដោយសារវាលោតមក3គ្រូលុបចេញឲ្យអស់ហ្នឹងកុំឲ្យយើងច្រឡំ
យើងទិញតាមមួយមុខនេះក្នុងលក្ខខណ្ឌយើងជាពាក់គេអញ្ចឹងកាលណាអូនទិញក្នុងលក្ខខណ្ឌជាពាក់គេកាលណាទិញសម្ភារៈការិយាល័យយើងទទួលបានសម្ភារៈការិយាល័យហើយដល់ទិញក្នុងលក្ខខណ្ឌជាពាក់គេវាកើតមានអីបាទវាកើតមានបំណុលឈ្មោះថា account payable អញ្ចឹងនៅក្នុងគណនី account payable នៅពេលដែលអូនកត់ទៅគឺកម្មវិធីនឹងពេលដែលយើងប្រើប្រាស់ tool vendor interbill វានឹងកត់ account payable ឲ្យយើងដោយស្វ័យប្រព័ន្ធឃើញទេបាទបន្តមកទៀតថ្ងៃទី10យើងវិញម្ដងដឹកជញ្ជូនអតិថិជនទៅទី1បាត់ដំបង customer 3រថយន្ត1រថយន្តទទួលបានទឹកប្រាក់$200ដែលមានវិក័យប័ត្រលេខ004ទី2ដឹកអតិថិជនទៅខេត្តសៀមរាបចំនួន3រថយន្តដូចគ្នាមួយរថយន្ត$190ដែលមានវិក័យប័ត្រលេខ005អតិថិជនទូទាត់ជាសាច់ប្រាក់ទៀតអញ្ចឹងក្នុងលក្ខខណ្ឌអីអតិថិជនឲ្យលុយក្រុមហ៊ុនភ្លាមគ្រប់ចំនួនទៀតណា customer inter share receipt របស់យើងដូចគ្នាអញ្ចឹងដឹកទី1ដឹកទៅបាត់ដំបងបាទថ្ងៃទី10ណាដូរថ្ងៃខែបានត្រឹមត្រូវតាមប្រតិបត្តិការដែលយើងបានកើតមានវិក័យប័ត្រលេខ004ដឹកជញ្ជូនអតិថិជនបរិមាណ3រថយន្តក្នុងមួយរថយន្តតម្លៃ$200វានឹងគណនាជាចំនួនទឹកប្រាក់ឲ្យយើងឃើញ$600បាទទី2ដឹកអតិថិជននឹងដដែលទៅក្នុងលក្ខខណ្ឌអីខេត្តសៀមរាបវិញម្ដងក៏ឲ្យលុយដូចគ្នាបាទសៀមរាបថ្ងៃ10:05ត្រឹមត្រូវហើយ item បរិមាណ3រថយន្ត rate នេះមានថាតម្លៃក្នុងមួយរថយន្ត$190បាទ570ណាលោកគ្រូសែវខ្លោះចឹងទៅបាទបន្តមកទៀតថ្ងៃចប់របស់យើងចូលដល់ថ្ងៃទី12បានទូទាត់ bill ពីការប្រើប្រាស់កាសូលិន$500នៅក្នុងខែនេះអញ្ចឹងយើងឃើញក្រុមហ៊ុនយើងបានទូទាត់ bill មានន័យថាក្រុមហ៊ុនចាក់សាំងភ្លាមឲ្យលុយគេភ្លាមឬក្នុងលក្ខខណ្ឌក្រុមហ៊ុនបានប្រើប្រាស់សាំងឬក៏អន្តរជាតិចាក់ភ្លាមឲ្យលុយគេភ្លាមនឹងគេប្រើពាក្យថាទូទាត់ bill ឧទាហរណ៍ចាក់សាំងអញ្ចឹងទៅចូលក្រាស់អញ្ចឹងទៅគេចេញវិក័យប័ត្រឲ្យយើងណាទូទាត់ឲ្យគេភ្លាមតែម្ដងអញ្ចឹងក៏យើងប្រើអី banking right check របស់យើងដូចគ្នាក្នុងលក្ខខណ្ឌក្រុមហ៊ុនកើតមានចំណាយដោយទូទាត់ទិញទំនិញពីគេឬក៏ប្រើប្រាស់ប្រេងសាំងពីគេហ្នឹងដោយទូទាត់ជាសាច់ប្រាក់ឲ្យទៅគេភ្លាមណាថ្ងៃទី12បាទអញ្ចឹងអូនដឹងអ្នកផ្គត់ផ្គង់ប្រេងសាំងឬក៏ឥន្ធនៈឲ្យយើងគេឲ្យឈ្មោះថាអីតេឡាហ្នឹងចំនួន$500ហើយគេអត់បញ្ជាក់ទេនៅក្នុង transaction មួយហ្នឹងលោកគ្រូដាក់តេឡាឲ្យអូនទៅដើម្បីអីដើម្បីយើងងាយស្រួលមើលទៅកាលនៅពេលដែលក្រុមហ៊ុនយើងចំណាយទៅលើក្រុមហ៊ុននឹងអស់ប្រមាណយើងអាចទាញ report បានបាទថ្ងៃទី14ក្រុមហ៊ុនបានដឹកជញ្ជូនអតិថិជនទៅខេត្តបន្ទាយមានជ័យ4រថយន្តក្នុងមួយរថយន្តទទួលបានទឹកប្រាក់$220ក្នុងមួយរថយន្ត per truck មានវិក័យប័ត្រលេខ006អតិថិជនមិនទាន់ទូទាត់អញ្ចឹងឥឡូវយើងជួបលក្ខខណ្ឌមួយទៀតលក្ខខណ្ឌនៅពេលដែលក្រុមហ៊ុនផ្ដល់សេវាកម្មឲ្យអតិថិជនដោយអតិថិជនគាត់ជំពាក់ក្រុមហ៊ុនយើងវិញម្ដងអញ្ចឹងកាលណាគេជំពាក់យើងប្រើ tool មួយឈ្មោះថា create invoice ប្រើក្នុង create invoice មាន2លក្ខខណ្ឌលក្ខខណ្ឌទី1អតិថិជនជំពាក់ក្រុមហ៊ុនយើងទាំងអស់លក្ខខណ្ឌទី2គាត់ជំពាក់យើងខ្លះគាត់ឲ្យលុយយើងខ្លះក៏យើងប្រើ tool មួយឈ្មោះថា create invoice នឹងដូចគ្នាណា customer create invoice ឬក៏អាចប្រើ shortcut key control អក្សរ I បាទដឹកជញ្ជូនអតិថិជនទៅខេត្តបន្ទាយមានជ័យប្រតិបត្តិការកើតមាននៅថ្ងៃទី14បាទវិក័យប័ត្ររបស់យើងគឺលេខ006បំពេញមក item គឺមុខតំណែងក៏នៅតែ transport របស់យើងដដែលបរិមាណប្រមាណរថយន្តរបស់យើងបាទ4រថយន្តក្នុងមួយរថយន្តទទួលបានទឹកប្រាក់4ឬក៏6លោកគ្រូដាក់នេះសិនមើលបញ្ជាអូនសិនបាទ4រថយន្តមួយរថយន្តទទួលបានទឹកប្រាក់$220ណាគិតជាទឹកប្រាក់ហ្នឹងវានឹងគណនាជាចំនួនទឹកប្រាក់សរុបឲ្យយើងណា4រថយន្តបាទ880គេជំពាក់យើងទាំងអស់ក្នុងលក្ខខណ្ឌនេះគឺអតិថិជនជំពាក់ក្រុមហ៊ុនទាំងអស់នឹងកាលណាជំពាក់ទាំងអស់អូនកត់ដោយលោកគ្រូបង្ហាញតែប៉ុណ្្នឹងហ្នឹងក្នុងលក្ខខណ្ឌគេជំពាក់ទាំងអស់ហើយដល់ខាងក្រោមរបស់យើងនេះវាមានតកតងមួយប្រតិបត្តិការនឹងដូចគ្នាប៉ុន្តែគេឲ្យលុយយើងវិញយើងកត់យ៉ាងដូចម្ដេចបាទចូលដល់ប្រតិបត្តិការថ្ងៃទី16ក្រុមហ៊ុនបានដឹកជញ្ជូនអតិថិជនទៅខេត្តបាត់ដំបងដែលមានវិក័យប័ត្រលេខ007ចំនួន6រថយន្តក្នុងមួយរថយន្តទទួលបានទឹកប្រាក់$200 per truck ទទួលបានជាសាច់ប្រាក់$600និងនៅសល់អតិថិជនទូទាត់សងនៅថ្ងៃក្រោយអញ្ចឹងលក្ខខណ្ឌទី2របស់យើងគេជំពាក់យើងដូចគ្នាប៉ុន្តែគេបានទូទាត់ជាទឹកប្រាក់ឲ្យក្រុមហ៊ុនមួយចំនួន$600អញ្ចឹងអូនកត់យ៉ាងដូចម្ដេចបាទតកតងមួយ tool មិញដូចគ្នាយើងចូលអី customer create invoice នេះគេប្រើប្រាស់ក្នុងលក្ខខណ្ឌក្រុមហ៊ុនបានបំពេញសេវាកម្មទៅឲ្យអតិថិជនដោយអតិថិជនគាត់ជំពាក់ក្រុមហ៊ុនយើងមាន2លក្ខខណ្ឌណាលក្ខខណ្ឌទី1គាត់ជំពាក់ទាំងអស់កត់ដោយលោកគ្រូកត់ដល់អូនមិញថ្ងៃទី14មិញហ្នឹងបាទបន្តមកទៀតដល់ថ្ងៃទី16នេះក្នុងលក្ខខណ្ឌយើងបានផ្ដល់សេវាកម្មទៅឲ្យអតិថិជនដូចគ្នាក្នុងលក្ខខណ្ឌអតិថិជនបានទូទាត់ជាទឹកប្រាក់ឲ្យក្រុមហ៊ុនយើង
យើងមួយចំនួនវិញអញ្ចឹងគ្រូដាក់មកបន្តមកទៀតនៅខាងក្រោមនេះការដឹកជញ្ជូនរបស់យើងគេ pay អីគេ pay ជាសាច់ប្រាក់ឲ្យយើងនេះហ្នឹងអញ្ចឹងអូនជ្រើសរើស cash payment របស់យើងមកគេឲ្យលុយយើងចំនួន$600អូនដកចេញ$600ហ្នឹងត្រូវដាក់សញ្ញាដកពីមុខកាលណាអត់ដាក់សញ្ញាដកពីមុខទេគឺកម្មវិធីនឹងធ្វើការកត់ត្រាជា account receivable ដែលត្រូវអតិថិជនជាពាក់ក្រុមហ៊ុនយើងទាំងអស់បាទឥឡូវគ្រូបង្ហាញពី transaction មិញសិនអញ្ចឹងនេះតកតងមួយប្រតិបត្តិការថ្ងៃទី14និងថ្ងៃទី16នៅពេលដែលក្រុមហ៊ុនបានផ្ដល់សេវាកម្មទៅឲ្យអតិថិជនជាពាក់ក្រុមហ៊ុនយើងឃើញវានឹងកត់ត្រាជា account receivable ឲ្យយើងដល់ទី2នៅក្នុងលក្ខខណ្ឌទី2ថ្ងៃ16របស់យើងហ្នឹងគេវាជាចំណូលរបស់ក្រុមហ៊ុនតែចំណូលរបស់យើងទទួលបានតែសាច់ប្រាក់ប្រមាណ600នៅសល់600ទៀតគឺអតិថិជនជាពាក់ក្រុមហ៊ុនទូទាត់សងនៅពេលក្រោយអញ្ចឹងឃើញការណាកត់ត្រាប្រើប្រាស់ tool បានត្រឹមត្រូវគឺអត់មានអីខុសបច្ចេកទេសសម្រាប់យើងទេបាទបន្តមកទៀតចូលដល់ប្រតិបត្តិការថ្ងៃទី17ក្រុមហ៊ុនទទួលបានការទូទាត់សងពីអតិថិជននៅខេត្តបន្ទាយមានជ័យលើវិក័យប័ត្រលេខ006ទាំងអស់អញ្ចឹងនៅលើវិក័យប័ត្រលេខ006អា006នេះអូនអាចយកវាជា reference ទៅលេខយោងនៅពេលដែលគេទូទាត់សងយើងអតិថិជនសងយើងចូលអី tool មួយទៀតដែលអូនទៅជួបនេះចូលពាក្យថា customer receive payment អញ្ចឹងអា receive payment នេះគេប្រើប្រាស់នៅក្នុងលក្ខខណ្ឌអតិថិជនទូទាត់សងមកក្រុមហ៊ុនបាទគេសងយើងលើវិក័យប័ត្រលេខ006ណាកន្លែងនេះអូន reference លេខ006ហ្នឹងមកហើយ deposit to នេះគេសងយើងជាសាច់ប្រាក់ deposit to cash យើងវិញមកបាទគេសងយើងទាំងអស់ឧទាហរណ៍ថានៅក្នុងប្រតិបត្តិការគេបញ្ជាក់យើងថានេះជា amount ដែលគាត់បានជពាក់យើង$880ដល់គេប្រាប់ថាសងទាំងអស់កន្លែងនេះអូនអត់មានអីទៅផ្លាស់ប្ដូរទេបើករណីគេបញ្ជាក់ថាសងតែ300អញ្ចឹងអាកន្លែងនេះអូនដូរដាក់300វិញណាដាក់300ចំនួនទឹកប្រាក់300តែរបស់យើងសងទាំងអត់ tick តែ transaction ប៉ុណ្ណឹងមកបាទយើង confirm yes មកអញ្ចឹងគេយកលុយមកសងយើងទទួលបានលុយធ្វើឲ្យសាច់ប្រាក់របស់ក្រុមហ៊ុនយើងកើនឡើងដល់ទី2គេជពាក់យើងសងគេជពាក់យើងកត់ត្រាជាអី account receive ដល់ពេលគេសងយើងទៅឃើញ account receive យើងមិនដែរបាទវាថយចុះហ្នឹងថ្ងៃទី19ក្រុមហ៊ុនបានទូទាត់សងបំណុលទៅឲ្យ EL Supply លើវិក័យប័ត្រលេខ371ឥឡូវដល់ពេលយើងទូទាត់ឲ្យគេយើងម្ដងនេះថ្ងៃ19យើងសងអ្នកផ្គត់ផ្គង់វិញម្ដងយើងមើលនៅក្នុងប្រតិបត្តិការរបស់យើងសងមិនដែរគឺសងទាំងអស់ដូចគ្នាចេះពាក់គេប្រមាណគឺសងទាំងអស់អញ្ចឹងកាលណាសងអ្នកផ្គត់ផ្គង់នេះចូល vendor ជ្រើសរើសពាក្យថា pay bill ទូទាត់សងទៅអ្នកផ្គត់ផ្គង់បាទមុនគេអូន select filter by នេះអញ្ចឹងបំណុលអូនឃើញកាលណាយើងអត់បាន select filter by នឹងទេបំណុលយើងជពាក់គេប្រមាណវាសូទាំងអស់ប៉ុន្តែបើករណីយើង select filter by EL supply នេះយើងសងតែអ្នកផ្គត់ផ្គង់ម្នាក់នឹងទេអញ្ចឹងវានឹងសូតែបំណុលម្នាក់នឹងទេឃើញទេបាទជំហានទី1អូនទៅ tick លើ transaction ហ្នឹងក្រោយពីយើង select filter by ទៅ tick លើ transaction ដែលក្រុមហ៊ុនបានជពាក់អ្នកផ្គត់ផ្គង់ដែលមានវិក័យប័ត្រលេខ371ហ្នឹងហើយយើងជពាក់គេ300បាទបន្តមកទៀតយើងអូសមកក្រោមនេះកន្លែង payment អូនទៅ change វាដាក់ check សិនបានយើងអាចផ្លាស់ប្ដូរថ្ងៃខែនៃការទូទាត់សងយើងបានថ្ងៃទី19ហើយការទូទាត់សងរបស់យើងនេះគឺសងជាសាច់ប្រាក់ cash on hand បាទបន្តមកទៀតយើងសងទៅលើវិក័យប័ត្រលេខប្រមាណអញ្ចឹងយើងសងគេទាំងអស់$300ដែលជាពាក់ហ្នឹងអូនចុចអាសាញនេះអាសាញ check number មកយើងចុច pay select វានឹងវា load ឲ្យយើងបំពេញលេខវិក័យប័ត្រឲ្យក្រុមហ៊ុនបានជពាក់អ្នកផ្គត់ផ្គង់លេខ371នេះណា371ហ្នឹងយើងអាចបំពេញវាជា reference number របស់យើងហ្នឹងដាក់ត្រង់ជ្រុកមុខក៏បានឬក៏មុនដាក់ក៏បានដែរដាក់តែលេខយោងតែប៉ុណ្្នឹងមកណាជាអាសាញ check របស់យើង confirm ដែរមកអញ្ចឹងយើងឃើញទី1យើងដានវាមួយទៀតមកសងបំណុលធ្វើឲ្យបំណុលថយដល់សងបំណុលយើងយកសាច់ប្រាក់ទៅសងគេធ្វើឲ្យសាច់ប្រាក់របស់ក្រុមហ៊ុនយើងគឺវាថយចុះហ្នឹងថ្ងៃទី25បាទក្រុមហ៊ុនបានទូទាត់កាសូលីន$200ដែលបានប្រើប្រាស់នៅក្នុងខែអញ្ចឹងក្រុមហ៊ុនបានទូទាត់លើអីលើចំណាយទៅលើការប្រើប្រាស់កាសូលីនទៀតហើយនេះនៅក្នុងខែនឹងដូចគ្នាអញ្ចឹងចូលអី banking right check របស់យើងដូចគ្នាអូន control អក្សរ W បាទថ្ងៃទី20 25គ្រូបដូរថ្ងៃសិនយើងដូរតាថ្ងៃទេហើយបំណុលឬក៏ទំនិញសេវាកម្មដែលយើងប្រើប្រាស់ហ្នឹងគឺតេឡាហ្នឹងហើយបាទ$200បាទតមកទៀតថ្ងៃទី27ក្រុមហ៊ុនទូទាត់ចំណាយផ្សេង$100ជាសាច់ប្រាក់សុទ្ធណាចំណាយផ្សេងមកយើងគេប្រើពាក្យអី MISC expense ចំណាយផ្សេងថ្ងៃទី27បាទ MISC មកពីពាក្យថា miscellaneous ដោយលោកគ្រូបានបង្ហាញអូនមិញហ្នឹង MISC
$100 បាទណាហើយប្រតិបត្តិការចុងក្រោយរបស់យើងគឺប្រតិបត្តិការតាក់ទងជាមួយនឹងក្រុមហ៊ុនបានបើកប្រាក់ខែបុគ្គលិក$1,500និងចំណាយទឹកភ្លើង$300ជាសាច់ប្រាក់អញ្ចឹងដូចគ្នានេះយើងចូលអី banking right check ដូចគ្នាអញ្ចឹងបើក reward ឲ្យបុគ្គលិកថ្ងៃទី30ហើយនឹងចំណាយទឹកភ្លើងក៏អូនកត់នៅក្នុង transaction តែមួយដូចគ្នាបាទអញ្ចឹងយើងដាក់មក salary expense ចំណាយទៅលើប្រាក់ខែបុគ្គលិក$1,500ទី2ចំណាយទឹកភ្លើងឬចំណាយធម្មពលរបស់យើងនេះគេឲ្យឈ្មោះថា utility expense $300អញ្ចឹងនៅក្នុងប្រតិបត្តិការហ្នឹងគឺ$1,800នេះឃើញទេបាទឥឡូវលោកគ្រូ sell close អញ្ចឹងទៅយើងចប់ transaction ខែទី1ប៉ុន្តែយើងអត់ទាន់ចប់ទេយើងនៅមានអីទៀតយើងនៅមានប្រតិបត្តិការដែលយើងត្រូវកែតម្រូវណានេះអត់ទាន់កែតម្រូវទេ balance យើងឃើញប៉ុណ្ណឹងអូនណាចំនួនទឹកប្រាក់របស់យើងឃើញបាទ518,080ហ្នឹងសម្រាប់ប្រតិបត្តិការយើងអត់ទាន់កែតម្រូវអញ្ចឹងដល់ពេលយើងក្រោយពីកែតម្រូវហើយយើងទៅមើលសំណួរទី2ណាសំណួរទី1របស់យើងគេឲ្យយើងវិភាគកត់ត្រាមិញហ្នឹងសំទោសថ្ងៃនេះថ្ងៃទី31អូនដាក់ថ្ងៃ31វិញណាលោកគ្រូដាក់30មិញហ្នឹងអញ្ចឹងនេះប្រតិបត្តិការកែតម្រូវគេត្រូវដឹងថាការកែតម្រូវត្រូវបានធ្វើឡើងនៅចុងគ្រាឬចុងការីបរិច្ឆេទសម្រាប់កែតម្រូវទៅលើប្រភេទគណនីដែលមិនទាន់ត្រឹមត្រូវឬក៏មិនទាន់ច្បាស់លាស់អញ្ចឹងគេបញ្ជាក់ប្រាប់ថានៅក្នុងការកែតម្រូវទី1អូនទៅចូលពាក្យថា company ជ្រើសរើសពាក្យថា make general journal entry បាទប្រតិបត្តិការកែតម្រូវអក្សរ A គេប្រាប់ថា office supply នៅសល់ក្រោយពីការប្រើប្រាស់$300មុននឹងកែតម្រូវអូនទៅមើល trial balance សិន accountant និងតាក់ trial balance ឃើញ office supply សក់មកដល់$700បាទដូចនេះចូលគណនារកចំណាយដែលបានប្រើប្រាស់អស់នៅក្នុងខែអញ្ចឹងធ្វើតាមការណែនាំរបស់គេណាករណីបើគេអត់ប្រាប់ទេអូនទៅមើលតាមសមិទ្ធកម្មដែលគេបានបញ្ជាក់គេប្រាប់ថាចំនួនដែលនៅសល់$300អញ្ចឹងយើងមកមើល office supply របស់យើងនៅក្នុង trial balance តើមាន$700នឹងដូចគេបានបញ្ជាក់ឬអត់អញ្ចឹងជាក់ស្ដែងរបស់យើងមិនដែរបាទ$700ត្រឹមត្រូវអញ្ចឹងដើម្បីកែតម្រូវអូនចូលពាក្យថា company ជ្រើសរើសពាក្យថា make general journal entry ណាសម្រាប់ប្រតិបត្តិការកែតម្រូវហើយសម្រាប់ប្រតិបត្តិការកែតម្រូវគេធ្វើឡើងនៅចុងគ្រាឬចុងការីបរិច្ឆេទអញ្ចឹងចុងការីបរិច្ឆេទសម្រាប់ប្រតិបត្តិការកែតម្រូវទី1គឺអក្សរ A បាទអញ្ចឹងត្រូវដឹងថាកាលណាអូនប្រើប្រាស់ office supply វាកើតមានអីកើតមានចំណាយ office supply អស់$400ហើយផ្នែកខាងលើមិញហេតុអីបានកត់400គេប្រាប់ថាសល់$300អញ្ចឹងដល់ office supply របស់យើងទាំងអស់ប៉ុន្មាន$700ដល់សល់$300យើងប្រើអស់ប៉ុន្មាននៅក្នុងខែអញ្ចឹងគ្រប់ប្រតិបត្តិការកែតម្រូវទាំងអស់អត់តាក់ទងមួយសាច់ប្រាក់ទេណាត្រូវចាំប្រើអីអស់ហ្នឹងប្រើអីចំណាយហ្នឹងប្រើសម្ភារៈការិយាល័យកើតមានចំណាយសម្ភារៈការិយាល័យដល់ប្រើប្រាស់សម្ភារៈការិយាល័យធ្វើឲ្យសម្ភារៈការិយាល័យរបស់យើងបានទិញពីមុនហ្នឹងគឺវាថយចុះហ្នឹងបាទលោក sell ហ្នឹងមកនៅមួយទៀតហ្នឹងមិនយើងអាចចុច sell new ក៏បានដែរហើយសម្រាប់ការកែតម្រូវមិញនេះនៅក្នុងប្រតិបត្តិការអក្សរ B អក្សរ C អក្សរ D អូនអាចធ្វើតាម journal entry ក៏បានដែរដែលយើងរួមបញ្ចូលគ្នាដោយសមិទ្ធកម្មដែលគេបានបញ្ជាក់ដូចខាងក្រោមនេះអញ្ចឹងប្រតិបត្តិការកែតម្រូវតាក់ទងមួយគណនីដែលអូនកែទី1 depreciation expense $500ទៅលើអីទៅលើរថយន្តបាទទី2 computer យើង100ណា accumulated depreciation ណាយើងឃើញដូចការណែនាំខាងក្រោមហ្នឹងអាហ្នឹងអូនអាចសរុបវាបូក B C D E របស់យើងបញ្ចូលគ្នាទៅឃើញ$900ហ្នឹងជាចំណាយរំលោះទៅលើបណ្ដាគណនី fixed asset របស់យើងហើយក៏យើងធ្លាប់រៀនដែរកាលណាប្រើរូបមន្តចំណាយរំលោះតែងតែកើតមាននៅគណនីចំនួន2ទី1ចំណាយរំលោះទី2គឺរំលោះបូកបន្ត accumulated depreciation បាទ depreciation expense $900ណាគ្រូកត់តែមួយ transaction ដូចគ្នាបាទទៅលើអី accumulated depreciation of track អញ្ចឹងយើងមើលទៅ accumulated depreciation of track កែលេខទៅតាមសមិទ្ធកម្មរបស់យើងនេះ$500បាទទី2ឧបករណ៍ណារើពាក្យថា accumulated depreciation ដូចគ្នានៅបណ្ដាគណនីនីមួយៗហ្នឹងឥឡូវ computer មុនចុះតាមលំដាប់លំដោយទៅ$100បាទបន្តមកទៀតគ្រឿងសង្ហារឹមរបស់យើងនេះក៏$100ដូចគ្នាមើលណា find ទៅពាក្យថា accumulated នៅខាងមុខយ៉ាត់ខុសកាលណាខុសវាខុសថាយរបស់យើងនឹងអូនបាទតមកទៀត equipment accumulated depreciation ហ្នឹងឃើញទេត្រឹមត្រូវណាហើយកន្លែងនេះអូនដាក់លេខក៏បានមិនដាក់ក៏បាន B C D E បាទហើយប្រមាត់ការកែតម្រូវអូនធីកនេះមួយមកបាទតែវាជាប្រតិបត្តិការកែតម្រូវអញ្ចឹងចប់សម្រាប់ខែទី1របស់យើងមានប៉ុណ្ណឹង
ឃើញទេខែទី1គាត់ថា transaction យើងមាន2ខែក្រោយពីអូនធ្វើចំហើយចម្លើយដែលត្រឹមត្រូវដោយលោកគ្រូបានកំពុងសូកំពុងបង្ហាញអូននេះ 519,380 ណាសម្រាប់ចម្លើយត្រឹមត្រូវក្នុងលំហាត់ transaction transport service co ltd របស់យើងនេះទាំង2ខែគាត់ថាខែទី1ឃើញប៉ុណ្ណឹងខែទី2យើងនឹងបន្តនៅវីដេអូយើងបន្តទៀតបាទសូមអរគុណគ្រូ slash វីដេអូនេះត្រឹមប៉ុណ្ណឹងសិនសម្រាប់វីដេអូការកត់ត្រាប្រតិបត្តិការអាជីវកម្មខែទី1